រឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅក៏ប្រទះនឹងសត្វអកមួយកំពុងតែយំសូរអអូអអូទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាទៅមិនដេចនឹងចាប់អានេះបានណបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជីវិតឃើញហើយហៅទៅកាលណានឹងចាប់វាបានខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបង្ហែត្រីក្រែងមានត្រីបន្លាកខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើចំណីវាទៅខ្លាឃើញរកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយតែស្ងៀមសោះស្ដាប់តែមានត្រីហែក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអេះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើស្លាប់ស្ទើរស់មិនងាយបានអានេះវាអង្គុយធ្វើចងក់ងក់ចាប់បានភ្លាមហើយវាមិនលំបាកលោបលំបាកអោនក្រាបទៀតផងបើដូច្នោះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំធំដុះជ្រងច្រាងដែលមានម្លប់វិឆ័យល្មមវាពឹងពួនខ្លួនវាបានពេលនោះមានបរិសម្នាក់នៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់ទៅមើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯនាយឆ្ងាយបានស្រួលបរិសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសំងំតែម្នាក់ឯងមិនមាត់កឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរផ្លោកចុះផ្លោកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបរោះលឺសូរមើលទៅឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយច្រហោមហោមនៅលើចុងឈើធ្វើសំឡេងតាក់ត្រាប់តាមសត្វអកថាអអូអអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុះឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលូតប្រងរួចផុសឡើងវិញជ្រក់ទឹកលឺសូរខកខកបរោះនោះឃើញហើយសើចរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នោះខ្លាលឺមើលទៅឃើញបរោះនោះនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបងគំនិតដល់ម្លឹងសោះរួចខ្លានឹកថាឥឡូវបរោះនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសមនឹងគាត់និយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នោះអញសូមគាត់កុំនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបរោះនោះជាពាក្យអោនលំទោនថាអោអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានឯត្រីទៅបានឯលងទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ច្រើនណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណឧបការៈអ្នកខ្លាឯងឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃបរោះនោះក៏ព្រមទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំសត្វយកមកឲ្យបរោះនោះជាប្រក្តីមិនហ៊ានខានកាលបើបរោះនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាំក៏មានឆ្លុះក៏មានប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយប្រាប់ប្អូនឲ្យត្រង់ទៅបរោះនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចប់ប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបរោះទៅយកសត្វអំពីខ្លាដូចសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហោមហោមចាំនៅកន្លែងនោះ
លុះបរោះដើរទៅដល់ខ្លាប្រាប់ថាអើបរោះឯងមកហើយអញចាំនៅនេះទៅតើអញនឹងស៊ីឯងបទការនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកឲ្យសัตว์មួយរាល់តែថ្ងៃឥឡូវមិនដេចក៏និយាយប្រាប់គេបរោះនោះក៏ភ័យភ្នែកស្លើឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើមួយថ្ងៃនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាអើទៅចោះតែឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្តីទាំងប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបរោះនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេបិទខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចាកចេញពីគ្រឹះស្ថានដើរតាមផ្លូវយំមិនដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងសុភាទន្សាយសួរថាបរោះឯងដើរទៅណាយំផងដូច្នោះមានទោសទុកដូចម្ដេចបរោះនោះថ្លែងឲ្យទន្សាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទន្សាយឆ្លើយថាអើបើដូច្នោះភ័យអ្វីបរោះឯងទៅរកតែចេកមួយស្និតមកទៅខ្លាចអ្វីអាខ្លាកំព្រើលនោះបរោះនោះត្រេកអរក៏មនីរត់ទៅរកបានចេកមួយស្និតហើយជូនទៅលោកសុភាទន្សាយថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចោះតែបន្តិចខ្លាវាតាមរកស៊ីខ្ញុំហើយសុភាទន្សាយថាអើអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជាក់រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាកាលចាំបរោះនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលះរលាំងមកដល់ទៀតដំបូកបរោះនោះឃើញក៏ប្តឹងសុភាទន្សាយថាណ៎មកហើយលោកសុភាទន្សាយប្រាប់ថាកុំមាត់ចាំវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តសុភាទន្សាយពងចេកមួយក្នុងមាត់ហើយស្រែកក្រហមស៊ីខ្លា5មិនស្កាំផ្ទៃស៊ីត្រប់ខាប៉ុនកដៃស្អាកកស្ទើរបែកខ្លាឮសំឡេងធំក្រអួនថាស៊ីខ្លា5មិនស្កាំផ្ទៃក៏ស្ទុះថយក្រាកសុភាទន្សាយក្រហមថែមម្ដងទៀតយ៉ាងផ្ទួនខ្លាស្ទុះរត់លេងទាំងមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮហើយឈប់ឆ្លើយទៅវិញថាទេវៃអើអាណាក៏ធំម្លេះស៊ីខ្លាដល់ទៅ5មិនឆ្អែតបានជាអញភ័យរត់មកក្រែងវាស៊ីសត្វស្វាសួរថាបងឯងឃើញដែរឬខ្លាថាទេឮតែមាត់ស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅបៀកដំបូកឯដើមពង្រោនោះណស្វាថាក្រែងបងសុភាតែដឹងចំណាំតែឃើញនៅត្រង់ហ្នឹងខ្លាតបថាមិនមែនទេសំដីសុភាឯណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នោះទៅម្ដងទៀតខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែភ័យរត់ឡើងលើចង់ឈើបាត់នៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចង់ឈើឯណារួចបើបងជាប់នឹងខ្ញុំហើយខ្លាថាអើបើដូច្នោះទៅក៏ទៅកុំរត់ចោលគ្នាវើយខ្លានិងស្វាចងកន្ទុយគ្នាជាប់ដើរតម្រង់ទៅដំបូកនោះបរោះនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថាកុំបារម្ភអ្វីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទន្សាយក៏ប្រឹងបកចេកមួយនឹងពងឲ្យមាំដល់មកចិត្តស្វាសួរថាត្រង់ណាបងខ្លាថាណត្រង់នឹងណមាត់ស្រែកពីត្រង់នោះសុភាទន្សាយពងចេកក្នុងមាត់ស្រែកថាយើអាស្វាក្រញ៉ាំជំពាក់បំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសង្គមមួយមកឲ្យអញមើលមួយទៀតអាស្វានេះខ្លាឮដូច្នោះក៏ស្ទុះរត់ភីងទៅស្វាគាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាយើអាស្វានេះវានាំអញមកផាត់បំណុលទេតើស្វាស្រែកថាបងខ្លាឈប់សិន
ខ្លាក៏មិនព្រមដោយចូលចិត្តយល់ថាក្បាលជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយទាល់តែស្វានោះរំដំនឹងឈើនឹងដីស្លាប់ខ្លួនខូចអាសាឥតការកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងមាត់មានក្របដបមានឆ្នោក